កាលពី100ឆ្នាំមុនលើទឹកដីនៃព្រះអាទិត្យរះសង្គ្រាមមហោឈាមដែលបន្លាយរាប់សតវត្សត្រូវបានបញ្ចប់ក្រោមការដឹកនាំរបស់ត្រកូលទូកុងកាវ៉ាជប៉ុនបានរកឃើញពន្លឺនៃសន្តិភាពជាលើកដំបូងប៉ុន្តែសម្រាប់មនុស្សមួយក្រុមសន្តិភាពនេះមិនមែនជាពរជ័យនោះទេប៉ុន្តែវាគឺជាបណ្ដាសាពួកគេត្រូវបានគេហៅថាសាមូរ៉ៃមនុស្សដែលធ្លាប់តែមានកិត្តិយសមានអំណាចនិងរស់នៅដើម្បីតែការប្រយុទ្ធតែនៅពេលដែលសង្គ្រាមបានបញ្ចប់ភ្លាមដៅរបស់ពួកគេប្រែក្លាយជាលែងមានតម្លៃពួកគេត្រូវបានចៅហ្វាយនាយបោះបង់ចោលមានផ្ទះគ្មានប្រាក់ខែនិងគ្មានអនាគតពីវីរៈបុរសក្លាយជាអ្នកសំទានពីអ្នកការពារក្លាយជាជនអនាថាដែលគេហៅថារូនីនពួកគេត្រូវធ្វើយ៉ាងណាដើម្បីរស់ពួកគេមិនចេះធ្វើស្រែពួកគេមិនចេះលក់ដូរអ្វីដែលពួកគេចេះគឺមានតែម្យ៉ាងគត់គឺការសម្លាប់ហើយនៅពេលដែលមនុស្សខ្លាំងដែលអស់សង្ឃឹមមួយក្រុមបានប្រមូលផ្ដុំគ្នាគេមិនបានបង្កើតជាភូមិឋានទេប៉ុន្តែពួកគេបង្កើតជាបិសាចមួយដែលនឹងគ្រប់គ្រងស្រមោលនៃប្រទេសជប៉ុនរហូតដល់សព្វថ្ងៃបិសាចនោះមានឈ្មោះថាយ៉ាគូសាក្រុមទី1ហៅខ្លួនឯងថាកាបូគីម៉ូណូឬមានន័យថាពួកឆ្កួតពួកគេជាអ្នកចម្បាំងដែលខឹងនឹងពិភពលោកពួកគេស្លៀកខោអាវពណ៌ឆើតកាត់សក់ម៉ូដប្លែកនិងកាន់ដៃសាមូរ៉ៃវែងអូសដីដើម្បីគំរាមគេឯងទៅកម្មភាពរបស់ពួកគេគឺមានដូចជាចូលហាងហូបអីមិនអោយលុយរំលោភបំពានអ្នកស្រុកនិងកាប់សម្លាប់អ្នកដែលហ៊ានមើលមកពួកគេប្រជាជនជប៉ុនស្អប់នឹងខ្លាចពួកគេដូចខ្មោចប៉ុន្តែនៅមានក្រុមមួយទៀតក្រុមទី2នេះហៅខ្លួនឯងថាម៉ាជីយ៉ាកូឬអ្នកការពារទីក្រុងពួកម៉ាជីយ៉ាកូនេះភាគច្រើនជាអ្នកលេងល្បែងអ្នកលក់ដូរនិងជាអតីតសាមូរ៉ៃដែលមានធម៌ក្នុងខ្លួនពួកគេមើលឃើញអំពើឃោរឃៅរបស់ពួកកាបូគីម៉ូណូហើយសម្រេចចិត្តថាពួកយើងត្រូវតែតស៊ូទោះបីជាពួកគេមិនមានដាវល្អដូចជាពួកសាមូរ៉ៃឆ្កួតទាំងនោះតែពួកគេមានសាមគ្គីភាពការប្រយុទ្ធគ្នារវាងក្រុមទាំងពីរនេះបានក្លាយជារឿងព្រេងដែលប្រជាជនជប៉ុននិយាយតគ្នាដូចជារឿង Robin Hood អញ្ចឹងហើយអ្នកដែលឈ្នះក្នុងបេះដូងប្រជាជនគឺពួកម៉ាឈីយ៉ាកូហើយជាឬមិនជាគឺក្រុមអ្នកការពារនេះហើយដែលជាបុព្វបុរសពិតប្រាកដរបស់ក្រុមយ៉ាគូសាសម័យថ្មីតែចោះពាក្យយ៉ាគូសាមានន័យថាយ៉ាងម៉េចហេតុអ្វីបានជាឈ្មោះនេះធ្វើឲ្យគេខ្លាចរាប់រយឆ្នាំចម្លើយគឺស្ថិតនៅក្នុងសញ្ញាបៀបន្ទាប់ក្រុមម៉ាឈីយ៉ាកូរកចំណូលបានពីការបើកបនល្បែងដ៏ពេញនិយមបំផុតសម័យនោះគឺឲ្យឈូកាប៊ូដែលរបៀបលេងវាស្រដៀងនឹងបៀ Blackjack ឬបៀស៊ីគូគោលដៅគឺត្រូវយកលេខបូកចូលគ្នាឲ្យបានកន្ទុយលេខ9គឺធំបំផុតតែបើអ្នកចាប់បានសញ្ញាបៀ3សញ្ញាគឺលេខ8លេខ9និងលេខ3 8បូក9បូក3ស្មើនឹង20គឺកន្ទុយលេខ0នៅក្នុងភាសាជប៉ុន8អានថាយ៉ា9អានថាគូ3អានថាសាគុំចូលគ្នាគឺយ៉ាគូសាត្រឹមត្រូវហើយឈ្មោះយ៉ាគូសាមានន័យដើមថាមនុស្សដែលគ្មានតម្លៃឬអ្នកចាញ់ប៉ុន្តែពួកគេដឹងថាសង្គមមើលមកពួកគេជាសម្រាមជាមនុស្សក្រៅច្បាប់ជាមនុស្សដែលគេមិនត្រូវការប៉ុន្តែជំនួសឲ្យការខ្មាស់អៀនពួកគេបែរជាទទួលយកឈ្មោះនេះដោយមោទនភាពពួកគេចង់ប្រាប់ពិភពលោកថាត្រូវហើយពួកយើងជាសម្រាមប៉ុន្តែពួកយើងជាសម្រាមដែលមានអំណាចបំផុតយើងនៅបង្កើតច្បាប់ផ្ទាល់ខ្លួនដែលសំបីតែស្ដេចក៏មិនហ៊ានប៉ះពាល់ដែរយ៉ាគូសាមិនមែនគ្រាន់តែជាក្រុមបងធំវាយគ្នាដូចក្នុងកុនហុងកុងនោះទេប៉ុន្តែពួកគេគឺជាគ្រួសារហើយដើម្បីចូលក្នុងគ្រួសារនេះអ្នកត្រូវតែលះបង់អ្វីគ្រប់យ៉ាងសូម្បីតែជីវិតពិធីសំខាន់បំផុតគឺសាកាស៊ូគីឬការចែករំលែកស្រានៅពេលដែលមេបងធំនិងកូនចៅផឹកស្រាពីពែងតែមួយឈាមរបស់ពួកគេត្រូវបានចាត់ទុកថាលាយបញ្ចូលគ្នារួចរាល់ទៅហើយចាប់ពីវិនាទីនោះទៅជីវិតរបស់កូនចៅគឺជារបស់មេបើមេឲ្យទៅសម្លាប់ត្រូវតែសម្លាប់បើមេឲ្យទៅស្លាប់ត្រូវតែស្លាប់គ្មានសំណួរគ្មានការតវ៉ាចុះបើធ្វើខុសតើពួកគេដាក់ទោសដោយរបៀបណាសូមស្វាគមន៍មកកាន់ពិធីដែលពិភពលោកខ្លាចបំផុត Yubitsumi គឺការកាត់ម្រាមដៃពេលដែលសមាជិកម្នាក់ណាធ្វើខុសធ្ងន់ធ្ងរគាត់មិនចាំបាច់សុំទោសដោយពាក្យសម្ដីនោះទេគាត់ត្រូវតែយកកាំបិតដាក់លើម្រាមដៃកូនហើយកាត់វាដោយខ្លួនឯងហេតុអ្វីត្រូវជាម្រាមដៃកូននេះជាភាពឆ្លាតវៃដ៏សាហាវរបស់ប្រវត្តិសាស្ត្រក្នុងការកាន់ដៃសាមូរ៉ាយម្រាមដៃកូនគឺជាម្រាមដៃដែលប្រើកម្លាំងខ្លាំងបំផុតដើម្បីទប់ដាវឲ្យមានលំនឹងពេលបាត់ម្រាមដៃកូនអ្នកនឹងកាន់ដាវលែងជាប់អ្នកនឹងក្លាយជាមនុស្សខ្សោយជាងមុនហើយពេលអ្នកខ្សោយអ្នកនឹងកាន់តែត្រូវការមេធំដើម្បីការពារអ្នកនេះជាវិធីដែលមេយ៉ាគូសាធ្វើឲ្យកូនចៅចងជាប់នឹងខ្លួនជារៀងរហូត
មិនអាចរត់ទៅណាបានទោះចង់ទៅក៏ដោយហើយសញ្ញាសម្គាល់ចុងក្រោយគឺស្នាមសាក់មិនមែនជាការសាក់ដោយម៉ាស៊ីនទំនើបដែលមិនសូវឈឺនោះទេសាក់របស់យ៉ាគូសាត្រូវធ្វើដោយដៃដោយប្រើម្ជុលឫស្សីដោតចូលស្បែកម្ដងមួយរាប់លានដងការចាក់សាក់ពេញមួយខ្នងអាចចំណាយពេលរាប់ម៉ោងនឹងការជឿចាប់ដែលមនុស្សធម្មតាទ្រាំមិនបានវាជាសារប្រាប់ទៅគូសត្រូវថាការឈឺចាប់ប៉ុណ្ណាយើងទ្រាំបានចោះទម្រាំកាប់សម្លាប់ពួកឯងតើយើងខ្លាចអ្វីនិយាយពីច្បាប់និងវាគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះដើម្បីឲ្យយ៉ាគូសាខ្លាចជាមហាអំណាចពិតប្រាកដវាត្រូវការមនុស្សម្នាក់ដែលហ៊ានធ្វើអ្វីដែលអ្នកដទៃមិនហ៊ានក្នុងប្រវត្តិសាស្ត្រជប៉ុនមានបុរស3នាក់ដែលគេចាត់ទុកថាជាព្រះនៃពិភពងងឹតបុរសទី1គឺកាស៊ូអូតៅកាជាមេដឹកនាំចំនួនទី3នៃក្រុម Yamaguchi Gumi គេដាក់រហស្សនាមឲ្យគាត់ថាគូម៉ាឬខ្លាឃ្មុំហេតុអ្វីទៅកាលពីគាត់នៅក្មេងរាល់ពេលវាយគ្នាគាត់មិនប្រើកណ្ដាប់ដៃទេគាត់ប្រើដៃរបស់គាត់ខ្វេះភ្នែករបស់គូសត្រូវពីផ្សាហៅព្រៃផ្សែងនេះដែលធ្វើឲ្យគូសត្រូវគាត់គ្រាន់តែឮឈ្មោះក៏ញ័រជើងដែរក្រោមការដឹកនាំរបស់ខ្លាឃ្មុំរូបនេះក្រុម Yamaguchi Gumi បានប្រែក្លាយពីក្រុមតូចមួយនៅកំពង់ផែទៅជាអង្គការអ ுக ្រិតកម្មដ៏ធំបំផុតនៅលើពិភពលោកគាត់មានទស្សនវិស័យមួយដែលគួរឲ្យខ្លាចយ៉ាគូសាគឺជាក្រុមហ៊ុនរកស៊ីគាត់ចាប់ផ្ដើមដាក់ហ៊ុនចូលក្នុងវិស័យកីឡាប្រដាល់ការប្រគំតន្ត្រីសូម្បីតែសិល្បៈល្បីៗចំនួននោះបើចង់ឡើងឆាកត្រូវតែឆ្លងកាត់គាត់នៅឆ្នាំ1978គាត់ត្រូវបានគេលួចបាញ់ចំកញ្ចឹងកនៅក្នុងក្លឹបរាត្រីមួយមនុស្សគ្រប់គ្នាគិតថាចប់ហើយស្ដេចខ្លាឃ្មុំងាប់ហើយប៉ុន្តែគាត់មិនបានស្លាប់ទេគាត់រស់រានមានជីវិតនិងត្រឡប់មកតាមគំតិចពួកអ្នកដែលក្បត់គាត់យ៉ាងសាហាវបំផុតនេះគឺជាមេរៀនមួយកុំដាស់ខ្លាឃ្មុំឲ្យសោះតែការគឺជាស្ដេចនៃផ្លូវងងឹតបុរសទី2នេះគឺជាស្ដេចនៃវិមានរដ្ឋាភិបាលគាត់មានឈ្មោះថា Yushi Okodama គាត់មិនមែនជាអ្នកកាប់ចាក់តាមផ្លូវនោះទេគាត់គឺជាចារកម្មក្នុងសម័យសង្គ្រាមលោកលើកទី2គាត់ធ្វើការឲ្យរដ្ឋាភិបាលជប៉ុនដើម្បីលួចយកធនធានពីប្រទេសចិនដើម្បីបញ្ពេលសង្គ្រាមចប់គាត់ក្លាយជាមហាសេដ្ឋីអ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺគាត់គឺជាមនុស្សដែលតភ្ជាប់រវាងយ៉ាគូសានិង CIA របស់សហរដ្ឋអាមេរិកនៅទសវត្សរ៍ទី60នៅពេលដែលអាមេរិកចង់ទប់ស្កាត់កុម្មុយនីសនៅជប៉ុនពួកគេមិនប្រើប៉ូលីសនោះទេពួកគេប្រើគូដាម៉ានិងកូនចៅយ៉ាគូសារាប់ម៉ឺននាក់របស់គាត់ដើម្បីបង្ក្រាបបាតុកម្មគាត់មានអំណាចខ្លាំងដល់ថ្នាក់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកត្រូវសោកលុយគាត់រាប់លានដុល្លារដើម្បីឲ្យជួយនិយាយឲ្យរដ្ឋាភិបាលជប៉ុនទិញយន្តហោះនេះជាភស្តុតាងដែលថាយ៉ាគូសាមិនមែនគ្រាន់ជាអ្នកលេងទេពួកគេគឺជាដៃគូរបស់រដ្ឋប៉ុន្តែដូចពាក្យចាស់ថាភ្នំមួយមិនអាចមានខ្លាពីរនៅឆ្នាំ1984ក្រោយស្ដេចខ្លាឃ្មុំស្លាប់ពិភពយ៉ាគូសាបានបែកបាក់សមាជិកជាង 10000 នាក់បានបះបោរនិងបង្កើតក្រុមថ្មីឈ្មោះ Ichiwa Kai សង្គ្រាមស៊ីសាច់ហុតឈាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនបានផ្ទុះឡើងវាត្រូវបានគេហៅថាសង្គ្រាម Yamaichi នេះមិនមែនជាការវាយគ្នាក្នុងកុនទេពួកគេប្រើកាំភ្លើងបាញ់រះនៅកណ្ដាលភ្លើងស្តុបពួកគេបើកឡានដឹកប្រេងបុកចូលផ្ទះគូសត្រូវហើយពួកគេថែមទាំងប្រើគ្រាប់បាយទៀតផងខ្សែជប៉ុនចុះផ្សាយរាល់ថ្ងៃថ្ងៃនេះស្លាប់2នាក់ម្សិលមិញស្លាប់3នាក់ប្រជាជនជប៉ុនរស់នៅក្នុងភាពភ័យខ្លាចចំណុចកំពូលនៃរឿងនេះនៅពេលដែលមេដឹកនាំថ្មីរបស់ Yamaguchi Gumi ត្រូវបានឃាតករលួចបាញ់សម្លាប់នៅមុខចណ្ដាលយន្តនៃខុនដូរបស់ស្រីស្នេហ៍ព្រឹត្តិការណ៍នេះហើយដែលធ្វើឲ្យរដ្ឋាភិបាលជប៉ុននិយាយថាឈប់បានហើយយើងមិនអាចឲ្យពួកឯងធ្វើជាស្ដេចទៀតទេហើយនោះគឺជាចំណុចចាប់ផ្ដើមនៃការដួលរលំរបស់យ៉ាគូសាពេលវេលាបានផ្លាស់ប្ដូរដាវសាមូរ៉ាយត្រូវបានជំនួសដោយកាំភ្លើងនិងលុយដុល្លារក្រោយសង្គ្រាមលោកលើកទី2ជប៉ុនបានរីកចម្រើនយ៉ាងលឿនយ៉ាគូសាក៏ដូចគ្នាពួកគេមិនត្រឹមតែជាអ្នកលេងល្បែងតាមចិញ្ចើមផ្លូវទៀតទេពួកគេបានក្លាយទៅជាអ្នកជំនួញពួកគេមានក្រុមហ៊ុនសំណង់ក្រុមហ៊ុនអចលនទ្រព្យនិងសូម្បីតែទីភ្នាក់ងារតារាបង្ហាញម៉ូដពួកគេជាអ្នកនៅពីក្រោយវិស័យកំសាន្តនិង Adult Industry ដ៏ធំបំផុតនៅជប៉ុននៅទសវត្សរ៍ឆ្នាំ1980យ៉ាគូសាខ្លាំងដល់ថ្នាក់ពួកគេអាចកំណត់ថាតើនរណាគួរធ្វើជានាយករដ្ឋមន្ត្រីជប៉ុនប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅពេលដែលមានគ្រោះរញ្ជួយដីកូបេនៅឆ្នាំ1995អ្នកដែលទៅដល់កន្លែងកើតហេតុមុនគេដើម្បីចែកទឹកនិងអាហារដល់ជនរងគ្រោះមិនមែនរាជរដ្ឋាភិបាលនោះទេគឺឡានដឹកទំនិញរបស់ក្រុម Yamaguchi Gumi ក្រុមយ៉ាគូសាដ៏ធំបំផុតពួកគេប្រកាន់ភ្ជាប់នៅច្បាប់ដើមរបស់ពួកគេការពារអ្នកទន់ខ្សោយទ
ទោះបីជាដៃម្ខាងទៀតកាន់កំភ្លើងក៏ដោយនេះហើយជាភាពស្មុគស្មាញរបស់យ៉ាគូសាជាទេវតាផងជាបិសាចផងទោះជាយ៉ាងណាក៏ដោយគ្មានអាណាចក្រណាដែលនៅគង់វង្សជារៀងរហូតនោះទេសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលជប៉ុនបានចេញច្បាប់ដ៏តឹងរ៉ឹងបំផុតបើអ្នកជាយ៉ាគូសាអ្នកមិនអាចបើកគណនីធនាគារបានទេអ្នកមិនអាចជួលផ្ទះបានសូម្បីតែចូលហាងកាត់សក់ក៏គេមិនទទួលដែរក្មេងៗសម័យថ្មីលេងចង់កាត់ម្រាមដៃលេងចង់សាក់ពេញខ្លួនទៀតហើយចំនួនសមាជិកយ៉ាគូសាបានធ្លាក់ចុះពី 18,000 នាក់មកនៅត្រឹមតែប្រមាណ 10,000 នាក់ប៉ុណ្ណោះហើយភាគច្រើនសុទ្ធតែជាមនុស្សចាស់ដែលមានវ័យចំណាស់ 50 ឆ្នាំតែនេះជាទីបញ្ចប់នៃរឿងព្រេង 400 ឆ្នាំហើយមែនទេប្រហែលជាមែនឬប្រហែលជាមិនមែនព្រោះតារាបណានៅតែមានពន្លឺវាតែងតែមានស្រមោលហើយនៅក្នុងស្រមោលនោះវិញ្ញាណរបស់សាមូរ៉ាយចុងក្រោយដែលមានឈ្មោះថាយ៉ាគូសានៅតែរងចាំពេលវេលាដើម្បីត្រឡប់មកវិញសូមអរគុណសម្រាប់ការទស្សនាហើយនេះគឺជា ODI Imagination